ជនសង្ស័យជនជាតិចិននិងខ្មែរ19នាក់បង្កប៉ះពាល់ដល់សន្តិសុខសណ្ដាប់ធ្នាប់និងបង្កការភ្ញាក់ផ្អើលដល់ភ្ញៀវទេសចរអន្តរជាតិរាជធានីភ្នំពេញសមត្ថកិច្ចផែនការងារនគរបាលព្រំប្រទាននៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមសេនីយ៍ឯកជួននរិនអគ្គស្នងការរងនិងជាស្នងការនគរបាលរាជធានីភ្នំពេញបានធ្វើការស្រាវជ្រាវឈានដល់ការបង្ក្រាបជនសង្ស័យជនជាតិចិននិងខ្មែរ19នាក់ដែលបានប្រព្រឹត្តទៅនៅចំណុចអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្លូវសហព័ន្ធរុស្ស៊ីសង្កាត់កាកាបទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញការបង្ក្រាបនោះធ្វើឡើងបន្ទាប់ពីដឹកនាំកម្លាំងដោយលោកឧត្តមសេនីយ៍ត្រីប៊ុនសិតសាស្នងការរងទទួលផែនការងារនគរបាលព្រំប្រទានកាលពីថ្ងៃទី6រហូតដល់ថ្ងៃទី10ខែមីនាឆ្នាំ2025ដែលមានការសហការពីកម្លាំងនគរបាលខេត្តមណ្ឌលគិរីខេត្តស្វាយរៀងខេត្តព្រៃវែងនិងខេត្តបន្ទាយមានជ័យសមត្ថកិច្ចដកហូតបានរថយន្តចំនួន5គ្រឿងនិងអាវុធខ្លីចំនួន1ដើមក្នុងចំណោមជនសង្ស័យទាំង19នាក់មានជនជាតិចិន2នាក់និងជនជាតិខ្មែរ17នាក់បច្ចុប្បន្នជនសង្ស័យនឹងបន្តតាងខាងលើស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបងរាជធានីភ្នំពេញចាត់ការតាមនីតិវិធីដោយឡែកចំពោះបកពួកជនសង្ស័យដែលនៅសេសសល់មួយចំនួនសមត្ថកិច្ចកំពុងធ្វើការស្រាវជ្រាវដើម្បីបន្តស្វែងរកឃាត់ខ្លួនយកមកចាត់ការតាមនីតិវិធីច្បាប់